សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូមួយនេះគឺខ្ញុំនឹងមកចែករំលែកអ្នកទាំងអស់គ្នាពីវិធីក្នុងការការពារ account Telegram របស់យើងពីការ hack ចូលផ្សេងៗអញ្ចឹងណាហ្នឹងហើយអញ្ចឹងមុននឹងចូលទៅដល់ការបង្ហាញមួយនេះអ្នកទាំងអស់គ្នាត្រូវចូលទៅក្នុងកម្មវិធី Telegram របស់អ្នកទាំងអស់គ្នាផ្ទាល់ខ្លួនទៅហ្នឹងហើយបន្តមកទៀតយើងចូលមកកន្លែង track 3នេះបន្ទាប់មកយើងចុចលើពាក្យថា setting ដើម្បីចូលទៅកំណត់នៅ account Telegram របស់យើងពីការ hack ចូលផ្សេងៗហ្នឹងហើយអញ្ចឹងបន្តមកទៀតបងប្អូនត្រូវ scroll មករកពាក្យថា private and security បន្តមកយើងចូលមកកន្លែង two step ឬក៏ verification ហ្នឹងហើយបន្ទាប់មកអ្វីដែលយើងត្រូវចូលគឺយើងចូលខាងលើគេនេះណាហ្នឹងយើងចូលខាងលើគេហ្នឹងមកព្រោះដោយសារតែ account របស់យើងអត់ទាន់បានបើកទេវានៅ off នៅឡើយទេអញ្ចឹងបើសិនជាយើងអត់បើកកន្លែងហ្នឹងវាអាចនឹងមានការ hack ចូលអីផ្សេងអញ្ចឹងទៅហ្នឹងហើយអញ្ចឹងបើសិនជាយើងចុចអាហ្នឹងយើងបើកដើម្បីការពារវាយើងចុចលើពាក្យថា set password ដើម្បីការពារ account របស់យើងអញ្ចឹងមកដល់ត្រង់នេះគឺតម្រូវឲ្យយើងធ្វើការដាក់នៅ password ដែលយើងគិតថាវាងាយស្រួលក្នុងការការពារទៅលើគណនីរបស់យើងអញ្ចឹងយើងធ្វើការដាក់វាទៅនឹងចឹងឡើយនេះគឺខ្ញុំសូមធ្វើការដាក់ password របស់ខ្ញុំហ្នឹងបន្ទាប់មកយើងដាក់វាមួយតង់ហើយយើងត្រូវបំពេញមួយតង់ទៀតដើម្បីបញ្ជាក់ពី password របស់យើងដើម្បីការពារនៅ account របស់យើងហើយកន្លែងនេះគឺតម្រូវឲ្យយើងវាយជា password ជាលាយលក្ខណ៍ជាអក្សរអញ្ចឹងទៅអញ្ចឹងកន្លែងហ្នឹងបើសិនជាយើងអត់ចង់ដាក់ទេក៏អត់អីដែរគឺយើងអាច skip បានហ្នឹងអញ្ចឹងយើងចុចលើពាក្យថា skip មកដើម្បីបន្តទៅមុខហើយបន្តមកទៀតកន្លែងនេះគឺតម្រូវឲ្យបងប្អូន recover នៅ email របស់យើងមួយដើម្បីបញ្ជាក់រាល់ពេលដែលមានបញ្ហាផ្សេងគឺយើងអាចយក email របស់យើងទៅដោះស្រាយនៅបញ្ហាដែលវាកើតឡើងឧទាហរណ៍ថាមានការយើងចុចច្រឡំ link មួយហ្នឹងទៅហើយ link ហ្នឹងគឺជា link hack អញ្ចឹងយើងចុចចូលទៅវាអាចនឹងធ្វើឲ្យប៉ះពាល់ដល់ account យើងអញ្ចឹងបើសិនជាវាប៉ះពាល់ដល់ account របស់យើងអាច recover ជាមួយនឹង email របស់យើងមកវិញបានអញ្ចឹងណាហ្នឹងហើយអញ្ចឹងកន្លែងនេះបងប្អូនមាន email បងប្អូនបំពេញ email ចូលទៅដើម្បីធ្វើការដាក់ទុកដោះស្រាយនៅថ្ងៃណាមួយអញ្ចឹងទៅអញ្ចឹងកន្លែងនេះនៅពេលដែលយើងដាក់ហើយ complete ហើយយើងចូលទៅមើលនៅ email ដែលយើងបានបំពេញអំបញ្ញមិញដើម្បីទៅយកនៅ password verify វាដើម្បីបញ្ជាក់នៅ pin code របស់យើងបើកដំណើរការនៅការការពារពីការ hack ចូលផ្សេងអញ្ចឹងឡើយនេះគឺយើងចុចលើពាក្យថា resend code ហើយយើងចូលទៅយក code ពី email របស់យើងអញ្ចឹងនៅពេលដែលបងប្អូនបានចូលមកដល់ email ដែលបងប្អូនបានធ្វើការបំពេញដើម្បីការពារនៅ account Telegram របស់យើងអញ្ចឹងយើងនឹងចូលមកដល់នឹងឃើញពីខាងក្រុមហ៊ុន Telegram គេនឹង send code 6ខ្ទង់ឲ្យយើងដើម្បីធ្វើការយកលេខ code នេះទៅដាក់ចូលនៅកន្លែង verify បាញ់មិញណាហ្នឹងហើយអញ្ចឹងយើងយកលេខ code ហ្នឹងមកបន្ទាប់ពីបងប្អូនបានធ្វើការបំពេញលេខ code ដែលយើងទទួលបានពីខាងក្រុមហ៊ុន Telegram ហើយយើងចុចបំពេញលេខ code អំបញ្ញមិញចូលទៅគឺយើងនឹងមកដល់កន្លែងនេះណាហ្នឹងហើយដើម្បីបញ្ជាក់អញ្ចឹងបន្ទាប់មកគឺរបស់យើងគឺ set រួចរាល់ហើយអញ្ចឹងយើងអាចត្រឡប់មកវិញបានហើយអ្នកទាំងអស់គ្នានឹងឃើញកន្លែងខាងលើគេ two step ហ្នឹងណាគឺវាចេញពាក្យថា on ហើយកន្លែងនេះវាឡើងចេញពាក្យថា off ដូចមិញហ្នឹងអញ្ចឹងចំពោះការបង្ហាញរបស់ខ្ញុំគឺខ្ញុំមានតែប៉ុណ្្នឹងទេហើយអរគុណសម្រាប់ការទស្សនានៅវីដេអូមួយនេះអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់ផ្សេងដែលឆ្ងល់ឬក៏មានកលឹះផ្សេងបន្ថែមពីនេះទៀតអាចធ្វើការ comment ដើម្បីចែករំលែកទាំងអស់គ្នាផង